ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីគឺញាំសាច់ពៅប្រៃស្វាយខ្ចីនិងត្រីដែងទុនអាំងចាបងប្អូនហើយមុខម្ហូបនេះដែរគឺងាយទេបងប្អូនមុខម្ហូបប្រចាំគ្រួសារតែម្ដងរបៀបធ្វើក៏ស្រួលបងប្អូនមានតែស្វាយខ្ចីមានតែសាច់ពៅប្រៃចាត្រីដែងទុនអាំងមកគ្រឿងផ្សំវាទៀតមានដូចជាប៊ីចេងខ្ទឹមម្ទេសស្លឹកខ្ទឹមស្ករសចាបងប្អូនណាដាក់លាយច្បល់ចូលគ្នាមកច្បល់ឲ្យសព្វមកចាយើងអាចញ៉ាំបានដែរបងប្អូនហើយមុខម្ហូបនេះដែរនិយាយពីថាគឺឆ្ងាញ់ញ៉ាំជាមួយនឹងបាយក្តៅបាយកកចាញ៉ាំបបរសចាយកទៅធ្វើជាគ្រឿងក្លែមចាគឺបានគ្រប់មុខតែម្ដងពូអីមុខម្ហូបនេះវាលឿនណាបងប្អូនណាងាយស្រួលនឹងធ្វើញ៉ាំតែម្ដងហើយនៅក្នុងផ្ទះយើងគឺមានទាំងអស់គ្នាចាបងប្អូនសាកធ្វើញ៉ាំមកបងប្អូនគឺអស់បាយរឿងឆ្នាំងតែម្ដងណាបងប្អូនណាហើយនាងខ្ញុំក៏សូមអរគុណណាចាដែលតាមដានវីដេអូនេះខ្ញុំ